ព្រះជាម្ចាស់ទ្រង់ល្អឥតខ្ចោះសេចក្តីល្អរបស់ផងព្រះអង្គនៅជាប់នឹងព្រះអង្គហើយទ្រង់គ្មានសេចក្តីអាក្រក់នៅក្នុងព្រះអង្គនោះទេសេចក្តីល្អរបស់ផងព្រះអង្គជាប់មានសេចក្តីសប្បុរសសេចក្តីមេត្តាករុណានិងសេចក្តីអត់ធ្មត់ផងដែរនៅពេលដែលយើងមើលអំពីសេចក្តីល្អរបស់ផងព្រះអង្គយើងនឹងបន្តចំពោះការល្អនេះសូមជម្រាបសួរលោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទឈ្មោះធឿតជានជាគ្រូកងវិលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រីស្ទបរិស័ទខ្មែរស្វែងយល់អំពីព្រះបន្ទូលរបស់ផងព្រះអង្គនិងអ្វីដែលគ្រីស្ទបរិស័ទធ្វើនៅថ្ងៃនេះយើងនឹងមើលអំពីលក្ខណៈសម្បត្តិរបស់ផងព្រះអង្គដែលនិយាយអំពីការដែលព្រះទ្រង់ល្អឥតខ្ចោះព្រះជាម្ចាស់ទ្រង់ល្អឥតខ្ចោះសេចក្តីល្អរបស់ផងព្រះអង្គគឺនៅជាប់នឹងព្រះអង្គជាធម្មជាតិគឺសេចក្តីល្អមិនដែលចេញពីព្រះអង្គនោះទេទ្រង់មិនដែលមានបន្ទូលអាក្រក់ឬមួយក៏ប្រព្រឹត្តអាក្រក់ឬគិតដាក់អ្វីដែលអាក្រក់មកនេះដែលព្រះអង្គស្រឡាញ់នោះទេទ្រង់ពោពេញទៅដោយភាពឥតសៅហ្មងហើយទ្រង់ចង់ឲ្យយើងទទួលការអត់ទោសពីព្រះអង្គនៅពេលដែលយើងធ្វើការអាក្រក់ទ្រង់ចង់ឲ្យយើងបែរមកវិញទទួលយកសេចក្តីល្អទ្រង់ចង់អត់ទោសឲ្យយើងទាំងអស់គ្នាក្នុងការដែលយើងទាំងអស់គ្នាទទួលនៅការអ្វីផ្សេងទៀតដែលទ្រង់មិនសពប្រហារទេនោះអស់លោកអ្នកបងប្អូនការនោះលុះត្រាតែលោកអ្នកបងប្អូនភ្លក់មើលថាតើសេចក្តីល្អរបស់ផងព្រះអង្គមានរសជាតិយ៉ាងណានៅក្នុងព្រះគម្ពីរទំនុកដំកើងចំពុក34ខ8ស្ដេចដាវីតបានបញ្យល់អំពីការភ្លក់មើលនេះថាដូច្នេះសូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អចោះមានពរហើយមនុស្សណាដែលពឹងជ្រកក្នុងទ្រង់អស់លោកអ្នកបងប្អូនសេចក្តីល្អរបស់ផងព្រះអង្គគឺតែងតែមានភាពដែលជាប់លាប់ហើយអ្នកណាក៏ដោយដែលនៅជាប់នឹងព្រះអង្គទទួលយកបទពិសោធន៍នោះគឺលោកអ្នកបងប្អូននឹងឆ្ងាញ់ចំពោះការនោះអស់លោកអ្នកបងប្អូនយ៉ាងណាមិញយើងអាចយកដកពិសោធន៍មួយថានៅពេលដែលខ្ញុំផ្ទាល់ខ្ញុំភ្លក់ម្ហូបមួយដែលខ្ញុំចូលចិត្តហើយខ្ញុំព្យាយាមប្រាប់លោកអ្នកបងប្អូនថាម្ហូបនោះឆ្ងាញ់ហើយទោះបីជាខ្ញុំបញ្យល់យ៉ាងណាក៏ដោយលោកអ្នកបងប្អូនមិនអាចទទួលរសជាតិពិតពីម្ហូបនោះបាននោះទេលុះត្រាណាតែលោកអ្នកបងប្អូនយកម្ហូបដែលខ្ញុំថានោះដាក់នៅក្នុងមាត់លោកអ្នកបងប្អូនទំពាហើយស្រង់យកជាតិម្ហូបនោះលោកអ្នកបងប្អូននឹងដឹងថារសជាតិឆ្ងាញ់ប៉ុណ្ណាឬក៏លោកអ្នកបងប្អូនទទួលយកបទពិសោធន៍ដ៏ពិតប្រាកដយ៉ាងណាមិញក្នុងនាមជាគ្រិស្តបរិស័ទយើងត្រូវតែមានបទពិសោធន៍ផ្ទាល់ជាមួយនឹងព្រះអ្វីដែលយើងបានភ្លក់នឹងព្រះអង្គនោះយើងគ្រាន់តែចែកចាយទៅគេហើយចង់ឲ្យគេបានភ្លក់ដែរដូច្នេះការដែលយើងទទួលបទពិសោធន៍ផ្ទាល់នោះសំខាន់ជាងគេលឺអស់លោកអ្នកបងប្អូនស្តង់ដារល្អរបស់ផងព្រះគឺគ្មានមនុស្សណាអាចឈោកដល់នោះទេពេលខ្លះមនុស្សបានប្រៀបធៀបមនុស្សម្នាក់ទៀតបានប្រៀបធៀបមនុស្សម្នាក់ទៀតថាអ្នកនោះល្អជាងអ្នកនេះល្អជាងអ្នកនោះប៉ុន្តែទោះបីជាអ្នកនោះល្អជាងប៉ុណ្ណាក៏ដោយស្តង់ដាររបស់មនុស្សមិនអាចឈោងដល់ស្តង់ដាររបស់ផងព្រះបានទេពីព្រោះស្តង់ដាររបស់ផងព្រះមានកម្រិតខ្ពស់ហួសហេតុដែលហួសពេកមិនអាចមនុស្សណាឈោងទៅដល់ស្តង់ដារនោះបានឡើយការល្អរបស់មនុស្សគឺនៅតែថ្នាក់ទាបតែប៉ុណ្ណោះបើសិនជាយើងមើលអ្វីដែលជាការសន្ទនារវាងព្រះយេស៊ូវនិងកំឡោះអ្នកមានម្នាក់ដែលបានសន្ទនាហើយកំឡោះអ្នកមានបានសន្ទនាហើយបានប្រាប់ទៅព្រះយេស៊ូវថាលោកគ្រូល្អអើយតែព្រះយេស៊ូវបានតបទៅគាត់យ៉ាងដូចម្ដេចនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក10ខ18ព្រះយេស៊ូវបានតបទៅគាត់យ៉ាងដូចនេះថាព្រះយេស៊ូវមានបន្ទូលទៅគាត់ថាហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះគ្មានអ្នកណាល្អសោះសូម្បីតែមួយក៏គឺមានតែព្រះប៉ុណ្ណោះអស់លោកអ្នកបងប្អូនការដែលយើងមើលឃើញពីអ្វីដែលព្រះយេស៊ូវឆ្លើយតបនេះមិនមែនមានន័យថាព្រះយេស៊ូវមិនល្អនោះទេមិនមែនព្រះយេស៊ូវមិនទទួលស្គាល់ថាព្រះអង្គល្អមិនល្អនោះទេប៉ុន្តែយើងឃើញថាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលសួរទៅបរិសុទ្ធអ្នកមាននោះគឺចង់មានន័យថាតើអ្នកគិតថាខ្ញុំជាព្រះមែនទេបានជាហៅខ្ញុំថាល្អប៉ុន្តែអ្នកមានមិនបានយល់ពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលសួរគាត់នោះទេអញ្ចឹងហើយបានជាយើងមើលអ្វីដែលជាស្តង់ដារទៅវិញគឺព្រះទ្រង់តែងតែល្អរហូតហើយការដែលព្រះអង្គល្អនេះគឺនៅជាប់នឹងព្រះអង្គជានិរន្តរ៍ទៅផងដែរអរនេះបងប្អូនព្រះទ្រង់ពោពេញទៅដោយសេចក្តីល្អឥតខ្ចោះហើយការល្អឥតខ្ចោះនេះទៀតសោតព្រះអង្គមិនបានកំណាញ់ទុកតែនឹងព្រះអង្គនោះទេទ្រង់សពប្រហារតែនឹងចែកជូនដល់មនុស្សដល់លោកអ្នកបងប្អូននិងខ្ញុំដើម្បីឲ្យទទួលសេចក្តីល្អនោះ
នៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក1ខ17បានមានបន្ទូលដូចនេះថាគ្រប់ទាំងរបស់ដ៏ល្អដែលព្រះបានប្រទានមកនិងអំណោយទានដ៏គ្រប់លក្ខនោះសុទ្ធតែមកពីស្ថានលើគឺមកពីព្រះវរបិតានៃពន្លឺដែលទ្រង់មិនចេះប្រែប្រួលសូម្បីតែសមោលនៃសេចក្តីប្រែប្រួលក៏គ្មានដែរអស់លោកអ្នកបងប្អូនព្រះទ្រង់ពោពេញទៅដោយការល្អនេះហើយយើងឃើញថាអ្វីដែលទ្រង់បានប្រទានឲ្យជាក់ស្ដែងសពថ្ងៃនេះយើងទទួលរាល់ថ្ងៃដូចជាពន្លឺថ្ងៃដែលភ្លឺចាំងមកលើលោកអ្នកបងប្អូននិងខ្ញុំទឹកភ្លៀងដែលលោកអ្នកបងប្អូនបានទទួលរាល់ឆ្នាំរាល់ខែរាល់ថ្ងៃដើម្បីនឹងបង្កើតផលមានស្រែមានស្រូវជាដើមដើម្បីឲ្យយើងបានរស់នៅនិងបន្លែបង្កើផ្សេងទៀតដែលយើងទាំងអស់គ្នាបានចិញ្ចឹមជីវិតដោយសារទឹកភ្លៀងរបស់ទ្រង់ដែលបានបង្អោរមកហើយមិនត្រឹមតែប៉ុណ្ណោះសោតសេចក្តីល្អជាច្រើនទៀតដែលយើងរាប់មិនអស់គឺទ្រង់ផ្ដល់មករាប់ពាន់ដំណរមកដល់ពេលនេះសេចក្តីល្អរបស់ផងព្រះអង្គមិនដែលខ្សោះហើយអខាននឹងបានប្រទានមកយើងនោះទេគឺនៅតែបន្តរហូតទៅផងដែរដូច្នេះយើងអាចសម្គាល់បានថាព្រះទ្រង់មានការល្អឥតខ្ចោះនេះធ្វើឲ្យយើងជាមនុស្សអាចទុកចិត្តព្រះអង្គបានបើទោះបីជាយើងនៅក្នុងកលៈទេសៈណាក៏ដោយទ្រង់នៅតែល្អដដែលហើយសេចក្តីល្អរបស់ផងព្រះអង្គមិនដែលរីងស្ងួតហើយទ្រង់នឹងបន្តប្រទានមកយើងដោយសទ្ធាបន្តទៅទៀតផងដែរខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូនបានយល់បន្ថែមទៀតទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ផងព្រះដែលមានបន្ទូលអំពីអិរិយាបថរបស់ផងព្រះអង្គទាក់ទងនឹងសេចក្តីល្អឥតខ្ចោះអរអ្នកបងប្អូនការល្អរបស់ផងព្រះអង្គមិនដែលរីងស្ងួតឡើយការល្អរបស់ផងព្រះអង្គទ្រង់ក៏មិនដែលចង់ទុកតែនឹងព្រះអង្គនោះឡើយគឺទ្រង់តែងតែចង់ចែកចាយនិងប្រទានដល់លោកអ្នកបងប្អូនជាពិសេសមនុស្សគ្រប់គ្នានៅក្រោមមេឃលើដីនេះតែងតែទទួលបានសេចក្តីល្អរបស់ផងព្រះអង្គរាល់តែថ្ងៃហើយសេចក្តីល្អរបស់ផងព្រះអង្គនេះនៅតែបន្តរហូតទៅទៀតមិនចេះរីងស្ងួតឡើយដូច្នេះសូមទុកចិត្តនឹងព្រះអង្គហើយនឹងទទួលយកសេចក្តីអំណរឬក៏សេចក្តីល្អរបស់ផងព្រះអង្គបន្ថែមទៀតជារៀងរាល់ថ្ងៃផងដែរលោកអ្នកបងប្អូនបើសិនជាមានសំណួរទាក់ទងនឹងជំនឿគ្រិស្តបរិស័ទឬក៏អ្វីផ្សេងទៀតសូមសួរមកយើងដើម្បីយើងបានធ្វើវីដេអូឆ្លើយតបនៅថ្ងៃក្រោយសូមព្រះដ៏ជាព្រះប្រទានពរដល់លោកអ្នកបងប្អូនសូមអរគុណនិងសូមជម្រាបលា